តាមពិតទៅការដូរប្រេងប៉ុងនេះគឺខ្ញុំដូរជាប្រចាំហើយបងប្អូនហើយការដូរប្រេងប៉ុងបើកន្លែងខ្ញុំនេះគឺយើងដូរជាប្រចាំមានភ្ញៀវមកដូរសឹងតែថារាល់ថ្ងៃហើយប៉ុន្តែខ្ញុំអត់សូវបានថតបង្ហាញបងប្អូនទាំងអស់គ្នាទេព្រោះក៏ទៅវាដែរបងប្អូនវាគ្រាន់តែជាការដូរប្រេងប៉ុងដូចខ្ញុំធ្លាប់ចេញវីដេអូជាច្រើនមកហើយអញ្ចឹងដូចឡានមួយគ្រឿងនេះអញ្ចឹងគឺ Toyota Land Cruiser ឆ្នាំ2023ឡានក៏ប្រើបាន 40000 គីឡូហើយបងប្អូនគាត់ក៏យកមកធ្វើសេវាកម្មផ្លាស់ប្ដូរប្រេងប៉ុងហើយសេវាកម្ម 40000 គីឡូនេះគឺមិនមែនគាត់ដូរតែប្រេងប៉ុងទេបងប្អូនដោយសារតែឡានគាត់ជាឡានម៉ាស៊ូតមានដូរតម្រងប្រេងម៉ាស៊ូតដូរប្រេងប្រាំងចាក់ទឹកថ្នាំលាងប៊ិចលាងសម្អាតស្បែកប្រាំងដូរប្រេងម៉ាស៊ីនដូរអីចឹងទៅច្រើនទៀតប៉ុន្តែខ្ញុំថតនេះគឺខ្ញុំបង្ហាញតែប្រេងប៉ុងទេបងប្អូនអញ្ចឹងឡានរបស់គាត់គឺប្រភេទ all wheel drive ហើយកាពីតាទៀតអញ្ចឹងមានប្រេងប៉ុងក្រោយមានប្រេងត្រង់ស្វេនៅកណ្ដាលហ្នឹងដែលគេហៅថាប្រេងកាពីតាហើយបន្តមកទៀតគឺប្រេងប៉ុងមុខហើយឡានរបស់គាត់គឺនេះប្រេងប៉ុងក្រោយរៀងក្រហមតិចដែរបងប្អូនប៉ុន្តែក្រហមនេះបើសួរថាបងប្អូនបន្តប្រើទៀតដល់80000 គីឡូឬក៏100,000 គីឡូសួរថាខូចអត់វាអត់ខូចទេបងប្អូនបើសិនជាឲ្យប្រើជីមានបញ្ហាខូចប៉ុងតាមផ្លូវវាមិនអាចដល់ថ្នាក់ហ្នឹងទេប៉ុន្តែធម្មតាបងប្អូនអានេះគឺជារបស់ដែលយើងអាចថែទាំបានអញ្ចឹងប្រេងរបស់ក្រុមហ៊ុន Toyota គឺគេ recommend ពីក្រុមហ៊ុនមកតែម្ដងសម្រាប់តែ Toyota នៅក្នុងប្រទេសកម្ពុជាយើងណាអញ្ចឹងបញ្ជាក់ឲ្យទៀតគឺសម្រាប់នៅប្រទេសផ្សេងគឺផ្សេងគ្នាបងប្អូនស្ពេចយើងផ្សេងគ្នាអានេះគឺនិយាយតែក្នុងប្រទេសយើងនេះទេអញ្ចឹងក្រុមហ៊ុន Toyota Cambodia គឺគេបានកំណត់ថា 40000 គីឡូគឺយើងគួរតែដូរប្រេងប៉ុងចេញបើសិនជាបងប្អូនចង់ដូរក៏ដូរចុះបងប្អូនខ្លះថាគាត់ជិះយូរហើយក៏មិនដែរខូចក៏មិនចង់ដូរអានឹងជារឿងរបស់បងប្អូនទេប៉ុន្តែខ្ញុំចេញវីដេអូនេះគឺគ្រាន់តែចាប់ទុកថាជាវីដេអូកំសាន្តហើយនឹងការចែករំលែកតិចតួចទៅកាន់បងប្អូនទាំងអស់គ្នាទៅចុះអញ្ចឹងដូចឡានមួយគ្រឿងនេះចឹងគាត់យកមកធ្វើសេវាកម្មផ្លាស់ប្ដូរប្រេងប៉ុងហើយខ្ញុំបានបរហូតដូរឲ្យគាត់អត់យូរឯងបងប្អូនដូរមួយផ្លេតទេហើយបងប្អូនគិតមើលថាឡានគាត់ប៉ុណ្ណឹងតម្លៃ $100,000 ជាងគ្រាន់តែប្រេងប៉ុងអញ្ចឹងគាត់មិនអាចថាមិនដូរឯងបងប្អូនឡានគាត់ថ្លៃប៉ុណ្ណឹងត្រឹមមកដូរប្រេងប៉ុងអានេះគឺជារបស់ដែលអាចថែទាំបានណាបើយើងដូរជាប្រចាំហើយដូរហ្នឹងពេលដែលគាត់មកដូរប្រេងម៉ាស៊ីនលើក្រោយខ្ញុំមិនមែនអត់មើលឯងបងប្អូនគឺរៀងរាល់ការដូរប្រេងម៉ាស៊ីនគឺយើងពិនិត្យមើលប្រេងប៉ុងព្រោះពេលខ្លះញៀវគាត់យកទៅប្រើគាត់ចោលអីចឹងទៅវាមានជ្រាបមានអីអាហ្នឹងឬក៏វាបញ្ហាបច្ចេកទេសណាមួយវាធ្វើឲ្យចូលទឹកចូលអីចឹងអាហ្នឹងវាអត់ទៀងឯងបងប្អូនទៅលើការប្រើប្រាស់របស់ភ្ញៀវអញ្ចឹងគឺខ្ញុំត្រូវតែមើលជាប្រចាំដូចឡាននេះចឹងខ្ញុំពិនិត្យរហូតបងប្អូនប៉ុន្តែឥឡូវនេះដោយសារតែដល់គីឡូ 40000 គីឡូហើយដល់គីឡូដែលកំណត់ឲ្យដូរហើយគាត់ក៏អូខេគាត់ថាអត់បញ្ហាទេត្រឹមការថែទាំឡានរបស់គាត់ប៉ុណ្ណឹងបើគាត់ទិញឡាន $400,000 គ្រាន់តែប្រេងត្រឹម50រៀល100គាត់ខ្លាចអីនឹងចាយបាទគាត់និយាយចឹងអញ្ចឹងវីដេអូនេះខ្ញុំចេញនេះគឺគោលបំណងរបស់ខ្ញុំគឺខ្ញុំគ្រាន់តែចង់ចែករំលែកជាវីដេអូបែបកំសាន្តទៅកាន់បងប្អូនទាំងអស់គ្នាទេហើយបងប្អូនខ្លះដូចខ្ញុំនិយាយរៀងរាល់វីដេអូចឹងអ្នកខ្លះក៏អត់ដឹងថាប្រេងប៉ុងនឹងគេដូរ1គីឡូឬក៏អ្នកខ្លះទៀតក៏មិនដឹងថាគួរដូរប្រេងប៉ុងអត់ផងក៏ដឹងតែដូរប្រេងដូរត្រង់ប្រេងម៉ាស៊ីនតែប្រេងប៉ុងក៏អត់ដែរដូរទេឬក៏ប្រេងប្រាំងអីក៏អត់ដែរដូរទេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនហើយសម្រាប់ទីតាំងវិញគឺនៅក្នុងក្រុងសេរីសុផាន់ខេត្តបន្ទាយមានជ័យហើយយានដ្ឋានយើងខ្ញុំគឺជាយានដ្ឋានដែលផ្ដល់សិទ្ធិដល់ក្រុមហ៊ុន Toyota អញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តមិនថារថយន្ត Toyota រថយន្ត Lexus ឬក៏ Scion ទេបងប្អូនអាចយកមកធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនក៏ដូចជាផ្លាស់ប្ដូរគ្រឿងបន្លាស់សុទ្ធ 100% ពីក្រុមហ៊ុន Toyota មិនថាឡានចាស់ឡានថ្មីទេបងប្អូនអាចយកមកធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនឬក៏ត្រួតពិនិត្យមើលប្រព័ន្ធសុវត្ថិភាពទាំងអស់បងប្អូន